ឃើញអ៊ំប្រុសអូសម៉ូតូមកចេះខ្ញុំពិតជាអាណិតអ៊ំប្រុសមែនទែនដោយសារតែគាត់ជាមនុស្សចាស់ហើយកម្លាំងក៏មិនសូវមានដែរហើយម៉ូតូអ៊ំប្រុសបើតាមខ្ញុំពិនិត្យមើលទៅគឺអត់មានភ្លើងប៊ូស៊ីទេបងប្អូនយើងធាក់យ៉ាងណាក៏អត់មានភ្លើងប៊ូស៊ីដែរហើយខ្ញុំគាត់ចាំមកយូរដែរចាត់ការមួយឲ្យគាត់តែម្ដងទៅមើលទៅម៉ូតូនេះដានទំធ្វើថ្មីទេដានរុំខ្សែភ្លើងថ្មីទេម៉ូតូនេះគឺខ្ញុំសាក់កាត់ខ្សែសោចេញសិនព្រោះតែខ្ញុំខ្លាចឆ្លងសោតែនៅតែភ្លើងមិនមានដដែលបើតាមតែមើលភ្លើងពីដុំភ្លើងរបស់វាបងប្អូនគឺវាមានភ្លើងធម្មតាទេភ្លើងចេញពីដុំភ្លើងរបស់វាគឺមានធម្មតាមានអីបងប្អូនអ៊ំគាត់ឃើញខ្ញុំធឺយូរពេកគាត់ទៅអង្គុយសម្រាកនោះសិនទៅមិនស្រួលធ្វើណាបងប្អូនម៉ូតូចាស់អញ្ចឹងម៉ូតូនេះបងប្អូនបើតាមកាយវាស់វែងរបស់ខ្ញុំគឺវាខូចមកប៊ីនរបស់វាតែម៉ាញ់ម៉ូតូក៏ខ្ញុំសាក់មើលដែរក៏ប៉ុន្តែនៅតែមិនឆេះដដែលចុងក្រោយនោះខូចមកប៊ីនមែនបងប្អូនដាក់មកប៊ីនហើយធាក់តាមមួយជើងឆេះទ្រុលតែម្ដងនិយាយស្មោះត្រង់ទៅបងប្អូនអ៊ំប្រុសគាត់ពិបាកនិយាយគ្នាណាគាត់ដូចជាស្ដាប់យើងមិនឮទេខ្ញុំធ្វើម៉ូតូឲ្យគាត់នេះបងប្អូនគឺខ្ញុំធ្វើស្មានទេខ្ញុំនិយាយតែគាត់ស្ដាប់អត់សូវឮទេហើយតែគាត់និយាយមកខ្ញុំវិញគឺអត់ច្បាស់ទេហើយដោយសារតែអាណិតអ៊ំប្រុសពេកលុយខ្លៃមកប៊ីននេះគឺខ្ញុំអត់យកលុយពីគាត់ទេខ្ញុំទាគាត់ 20000 តាំងមកប៊ីនតាំងសៀហើយគ្រាន់តែលុយ 20000 ទេបងប្អូនគាត់លូកគ្រប់កប៉ាវចឹងហើយបាទខ្ញុំអាណិតគាត់ពេកឲ្យលុយគាត់វិញទៅគាត់ក៏រៀងចាស់មើលទៅក៏គាត់មានជំងឺប្រចាំកាយដែរហើយក៏មិនដឹងតែគាត់រស់ស៊ីអីដែរមានតែលុយកូនចៅឲ្យចាយតិចតួចប្រចាំខែតែប៉ុណ្ណោះចឹងហើយមានអីជួយគាត់ទេមានទឹកចិត្តបន្តិចតួចហ្នឹងទៅហើយថ្ងៃនេះការងារក៏ច្រើនដែរជាងនាំមិនខ្វះលុយទេមកលុយដាក់ជាក់ពីងាយអីនោះ